ជំរាបសួរនាងខ្ញុំបានស្រីពេជ្របង្វឹកនាងគណនេយ្យនិងហិរញ្ញវត្ថុស្តង់ដារអញ្ចឹងថ្ងៃនេះនាងខ្ញុំសូមលើកយកអាកលើតម្លៃបន្ថែមឬក៏ VAT ជាភាគ3ដែលជាភាគបន្តដូចតទៅប្រមាណ2អត្រាអាកនិងការកំណត់ប្រាក់អាកអញ្ចឹងមួយអត្រាអាកត្រូវបានកំណត់ដូចខាងក្រោមកលើតម្លៃបន្ថែមត្រូវកំណត់តាមអត្រា 10% លើតម្លៃចបកនៃការផ្គត់ផ្គង់ចបកនីមួយៗនៅក្នុងព្រះរាជាណាចក្រកម្ពុជាអញ្ចឹងអាកលតម្លៃបន្ថែម VAT ឬក៏ VAT ហ្នឹងត្រូវបានកំណត់អត្រា 10% អញ្ចឹងអានេះបើនិយាយឲ្យស្រួលងាយយល់ទៅមានន័យថាផ្គត់ផ្គង់ក្នុងស្រុកអញ្ចឹង 10% អញ្ចឹងអត្រា VAT ហ្នឹងគឺ 10% ចំណែកគ្រាការនាំចេញវិញគឺ 0% រដ្ឋបាលសារពើពន្ធអាចប្រើប្រាស់ឯកសារមួយចំនួនដើម្បីបញ្ជាក់ថាមានការនាំចេញជាក់ស្ដែងក្នុងនោះមានជាអាចប្រតិវេតនាំចេញរបស់រដ្ឋបាលគយឯកសារនាំចូលរបស់ប្រទេសនាំចូលលិខិតអនុទានបានប្រើប្រាស់និងការទូទាត់ដែលធនាគារក្នុងស្រុកបានទទួលចូលដល់ចំណុចទី2នេះយើងនឹងយល់អំពីអនុទានលើធាតុចូលអញ្ចឹងតើមានចំណុចណាខ្លះដែលរដ្ឋនឹងបានអនុញ្ញាតជាអនុទានហើយតើវាមានអីកើតឡើងបើសិនជាយើងធៀបជាមួយនឹងការផ្គត់ផ្គង់មិនជាប់អាកអញ្ចឹងយើងតាមដានទាំងអស់គ្នាអនុទានអាកលើធាតុចូលនិងការផ្គត់ផ្គង់មិនជាប់អាកត្រូវបានកំណត់ដូចខាងក្រោមប្រាក់អាកដែលបុគ្គលជាបកបានបង់លើទំនិញឬសេវាសម្រាប់ប្រើប្រាស់ក្នុងអាជីវកម្មដែលបុគ្គលជាបកម្នាក់ទៀតបានផ្គត់ផ្គង់ឲ្យអញ្ចឹងក្នុងនេះនាងខ្ញុំបញ្យល់ទៅនិយាយងាយស្រួលស្ដាប់អញ្ចឹងមានន័យថាប្រាក់អាកដែលយើងបង់ទៅលើទំនិញអញ្ចឹងមានន័យថាយើងទិញទំនិញនិយាយស្រួលស្ដាប់ទៅយើងទិញទំនិញឬយើងនាំចូលមកអញ្ចឹងយើងត្រូវបង់វត្ត 10% អញ្ចឹង10% ដែលយើងបានទិញវ៉ាន់ឬទិញទំនិញសម្រាប់លក់ឬក៏សេវាកម្មហ្នឹងដើម្បីយកមកផ្គត់ផ្គង់ក្នុងស្រុកហ្នឹង 10% ហ្នឹងអាហ្នឹងគេហៅថាអាកលើធាតុចូលអញ្ចឹងយើងអាចយកវាទៅកាត់កងបានកាត់កងយ៉ាងម៉េចគឺកាត់កងទៅលើអនុទានលើធាតុចេញអញ្ចឹងនៅពេលដែលយើងយកទំនិញទាំងអស់ហ្នឹងទៅលក់បន្តទៀតនៅក្នុងស្រុកទៅឲ្យអ្នកប្រើប្រាស់ឬអតិថិជនរបស់យើងហ្នឹងអញ្ចឹងមានន័យថាយើងត្រូវគិតតម្លៃពន្ធ 10% ពីលើហ្នឹងអញ្ចឹងពេលដែលយើងលក់ទៅយើងគិតថែមអាក 10% ហ្នឹងមានន័យថាគឺជាអាកលើធាតុចេញអញ្ចឹងមានថាធាតុចូលយើងអាចកាត់កងលើធាតុចេញបានករណីទំនិញឬសេវាទិញចូលត្រូវបានប្រើប្រាស់មួយចំណែកជាការផ្គត់ផ្គង់ជាប់អាកនិងមួយចំណែកទៀតជាការផ្គត់ផ្គង់មិនជាប់អាកអនុទានត្រូវអនុញ្ញាតឲ្យតែចំពោះចំណែកដែលបានប្រើប្រាស់ជាការផ្គត់ផ្គង់ជាប់អាកអញ្ចឹងនៅក្នុងនេះអត់មានអីពិបាកយល់ទេមានន័យថារាល់ទំនិញឬក៏សេវាទិញចូលមកដែលយើងមានថារដ្ឋបានអនុញ្ញាតតែជាអនុទានច្បាស់ស្ដាប់អញ្ចឹងខ្ញុំលើកឧទាហរណ៍ឲ្យស្រួលស្ដាប់មួយឧទាហរណ៍ថាបើកសាលារៀនអញ្ចឹងបើកសាលារៀនអត់ជាប់វត្តទេអញ្ចឹងបើសិនជាអត់ជាប់វត្តទេបើសិនជាយើងទិញឧទាហរណ៍ថាទិញក្រដាសឬសម្ភារៈសាកាយាល័យឬក៏ម៉ាស៊ីន print ឬក៏កុំព្យូទ័រក្នុងហ្នឹងដែលមានវត្តនៅក្នុងហ្នឹងអញ្ចឹងវត្តនៅក្នុងហ្នឹងគឺរដ្ឋមិនអនុញ្ញាតឲ្យប្រើប្រាស់ទេមិនអនុញ្ញាតឲ្យកាត់កោះហើយក៏មិនអាចឲ្យប្រើប្រាស់ជាអនុទានបានដែរអញ្ចឹងបើសិនជាយើងរកស៊ីលក់គ្រឿងសម្អាងលក់អីចឹងទៅយើងទិញកុំព្យូទ័រឬក៏ម៉ាស៊ីន print ដែលមានវត្ត 10% នៅក្នុងហ្នឹងទើបរដ្ឋបានអនុញ្ញាតឲ្យយើងនឹងកាត់កងលើអាកលើធាតុចេញបានឬក៏អនុញ្ញាតឲ្យជាអនុទាន3ឯកសារចាំបាច់ស្នើសុំអនុទានអាកលើធាតុចូលអញ្ចឹងខ្ញុំមើលទាំងអស់គ្នាថាតើមានឯកសារអីខ្លះដែលយើងយកទៅស្នើអនុទានអាកលើធាតុចូលនឹងបានអញ្ចឹងការស្នើសុំអនុទានអាកលើធាតុចូលត្រូវភ្ជាប់មកជាមួយនៅវិក័យប័ត្រអាកលើតម្លៃបន្ថែមដែលបានធ្វើឡើងស្របតាមមាត្រា78នៃច្បាប់នេះយ៉ាងច្បាប់នេះហ្នឹងគឺជាច្បាប់ស្តីអំពីសារពើពន្ធឆ្នាំ2023នឹងឯងទី2ប្រតិវេតនាំចូលដែលបានធ្វើឡើងស្របតាមច្បាប់ស្តីអំពីគយបង្កាន់ដៃបង់ប្រាក់ពន្ធឬបង្កាន់ដៃបង់ប្រាក់ផ្សេងៗរបស់រដ្ឋបាលគយនៅក្នុងចំណុចទី3នេះឯកសារដែលយើងស្នើសុំអនុទានបានកើតមានវិវាទទី1វិក័យប័ត្រដែលមានបញ្ជាក់អាកលើតម្លៃបន្ថែមហ្នឹងដូចជាវិក័យប័ត្រតែគេបលិចហ្នឹងហើយទម្រង់របស់វាគឺស្របទៅតាមច្បាប់ស្តីអំពីសារពើពន្ធដែលបានកំណត់មកហើយទី2ហ្នឹងគឺប្រតិវេតនាំចូលដែលមានប្រកាន់ដៃរបស់គយឬឯកសារមួយចំនួនដែលមានបញ្ជាក់ពីគយមកហ្នឹងអញ្ចឹងយើងអាចយកលិខិតទាំងអស់ហ្នឹងស្នើសុំអនុទានបានទី4អាកលើធាតុចូលមិនអនុញ្ញាតឲ្យប្រើជាអនុទានអញ្ចឹងមានអាកមកលើធាតុចូលមួយចំនួនដូចខ្ញុំលើកឧទាហរណ៍ពីសាលារៀនខាងលើអញ្ចឹងដែលមិនអាចអនុញ្ញាតអនុទានអញ្ចឹងយើងមើលទាំងអស់គ្នាតើក្រៅពីសាលារៀនមានអីទៀតអាកលើធាតុចូលដែលមិនអនុញ្ញាតឲ្យប្រើជាអនុទានរួមមានប្រាក់អាកដែលបុគ្គលជាបកបានបង់លើការចំណាយជាអាចមានការទទួលភ្ញៀវការកំសាន្តឬការសម្រាកលំហែការទិញរថយន្តឬការទិញផលិតផលទេសាលាមួយចំនួនអញ្ចឹងនៅក្នុងនេះឧទាហរណ៍ថាយើងមានសហគ្រាសមួយតែសហគ្រាសយើងហ្នឹងលក់គ្រឿងសម្អាងអញ្ចឹងចុះ
អញ្ចឹងមានការចំណាយដូចជាទទួលភ្ញៀវនាំបុគ្គលិកដើរលេងអញ្ចឹងទៅយើងនាំបុគ្គលិកដើរលេងយើងទៅជួលស្ថានភាពឲ្យគេបានចេញវិក័យប័ត្រករមកអញ្ចឹងវិក័យប័ត្រករវត្តកន្លែងហ្នឹងគឺយើងអាចកាត់កងបានទេហើយរដ្ឋក៏មិនអាចអនុញ្ញាតជាអន្តទានបានដែរឬគឺការទិញរថយន្តអញ្ចឹងនៅពេលដែលយើងទិញរថយន្តមកវាមានអាករលើតម្លៃបន្ថែមឬក៏វត្តហ្នឹងប៉ុន្តែយើងអាចកាត់កងបានទេហើយក៏មិនអាចស្នើសុំជាអន្តទានបានដែរឬក៏ទិញផលិតផលតេសិលាអញ្ចឹងអស់លោកអ្នកមួយចំនួនគាត់ទៅឆ្ងល់ថាតើផលិតផលតេសិលាហ្នឹងគឺជាអ្វីផលិតផលតេសិលាហ្នឹងមានដូចជាសាំងប្រេងម្សៅពពួកប្រេងទាំងអស់ហ្នឹងអញ្ចឹងអាហ្នឹងគេហៅថាតេសិលាហើយអញ្ចឹងបើសិនជាយើងបើកសហគ្រាសហើយយើងទៅទិញប្រេងទាំងតោនឬក៏ទាំងកានទុកប្រើប្រាស់ក្នុងការដឹកជញ្ជូនទំនិញរបស់យើងនៅក្នុងក្រុមហ៊ុនហ្នឹងគឺมันអាចអនុញ្ញាតជាអន្តទានបានទេប្រសិនបើលោកអ្នកចង់ចេះជំនាញគណនេយ្យនិងហិរញ្ញវត្ថុក្នុងរយៈពេលខ្លីនោះលោកអ្នកនឹងទទួលបានការបង្វឹកពីក្រុមការងារយើងខ្ញុំផ្ទាល់សូមធានាថាបន្ទាប់ពីលោកអ្នកទទួលបានការបង្វឹកពីក្រុមការងារយើងខ្ញុំលោកអ្នកនឹងប្រើការសម្រាប់ការងារនិងអាជីវកម្មរបស់លោកអ្នកបាន 100% ខ្ញុំទំនាក់ទំនងមកឥឡូវនេះលោកអ្នកនឹងទទួលបានការប្រឹក្សាយោបល់ឥតគិតថ្លៃពេញមួយជីវិតអញ្ចឹងប្រសិនបើលោកអ្នកចង់ជ្រាបច្បាស់អំពីគណនេយ្យហិរញ្ញវត្ថុឬក៏លោកអ្នកមានគម្រោងនឹងបើកអាជីវកម្មឬក៏សិស្សនិស្សិតទាំងអស់ចង់ជ្រាបច្បាស់អញ្ចឹងសូមអស់លោកអ្នកទំនាក់ទំនងមកក្រុមការងាររបស់យើងខ្ញុំរៀងរាល់ថ្ងៃធ្វើការចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រវេលាម៉ោង 7 ព្រឹកដល់ម៉ោង 5 ល្ងាចសូមអរគុណសូមជម្រាបលា